រឿងខ្យងនិងទន្សាយនារសៀលថ្ងៃមួយមានសត្វទន្សាយមួយក្បាលបានចុះទៅរកផឹកទឹកត្រពាំងមួយទន្សាយរៀបនឹងផឹកទឹកនោះហើយស្រាប់តែមានខ្យងមួយស្រែកឡើងថាណែបងទន្សាយម្ដេចក៏បងចុះមកផឹកទឹកត្រពាំងខ្ញុំដូច្នេះអញ្ចឹងទន្សាយតបវិញណែបងខ្យងខ្ញុំផឹកទឹកត្រពាំងសឹងតែគ្រប់ត្រពាំងហើយគ្មានអ្នកណាមកនិយាយថាជាត្រពាំងរបស់គេនោះទេខ្យងបានឆ្លើយទៅកាន់ទន្សាយវិញថាត្រពាំងនេះខ្ញុំនៅតាំងពីជំនាន់ដូនតារបស់ខ្ញុំម្លេះបើបងទន្សាយឯងចង់ផឹកទឹកត្រពាំងត្រូវតែសុំការអនុញ្ញាតពីខ្ញុំសិនទន្សាយបានឆ្លើយតាំងពីដើមមកខ្ញុំផឹកទឹកត្រពាំងមិនដែលសុំការអនុញ្ញាតពីនរណាទេខ្យងបានតបទៅវិញថាបានបើបងទន្សាយឯងចង់ផឹកទឹកត្រពាំងនេះដោយមិនបាច់សុំខ្ញុំបងទន្សាយឯងត្រូវភ្នាល់ឲ្យឈ្នះខ្ញុំសិនបើបងទន្សាយឯងឈ្នះខ្ញុំនឹងមិនហាមឃាត់បងទន្សាយឯងផឹកទឹកត្រពាំងទេបងទន្សាយឯងចាញ់ត្រូវឈប់ផឹកទឹកត្រពាំងជារៀងរហូតទន្សាយបានសួរតើបងខ្យងឯងគិតភ្នាល់យ៉ាងម៉េចដែរខ្យងខ្ញុំចង់ភ្នាល់រត់ប្រណាំងជាមួយបងទន្សាយឯងទន្សាយឮហើយក៏អស់សំណើចព្រោះតាំងពីដើមមកមិនដែលមានខ្យងរត់លឿនជាងទន្សាយពេលនោះទន្សាយក៏យល់ស្របតាមគំនិតរបស់ខ្យងហើយក៏បានរើសថ្ងៃសម្រាប់ការប្រកួតមុនការប្រកួតមកដល់ខ្យងបានកោះហៅគ្នាមករៀបចំល្បិចដើម្បីយកឈ្នះទន្សាយព្រោះថាបើមិនប្រើល្បិចច្បាស់ចាញ់ទន្សាយចាក់ជាមិនខានខ្យងបានឲ្យបាក់សាពួកខ្យងផ្សេងទៀតដុំរៀបប្រដាក់គ្នាតាមមាត់ត្រពាំងបើលើទន្សាយហៅនៅខាងក្រោយខ្យងខាងមុខត្រូវកោកថ្ងៃប្រកួតមកដល់ទន្សាយក៏មកតាមការណាត់របស់ខ្យងទន្សាយនិងខ្យងធ្វើការប្រកួតគ្នាហើយខ្យងក៏ធ្វើតាមល្បិចដែលខ្លួនរៀបចំទុកនៅពេលដែលទន្សាយស្រែកហៅខ្យងដែលនៅខាងមុខទន្សាយក៏ឆ្លើយកោកទន្សាយរត់រហូតអស់ជើងក៏នៅតែរត់មិនទាន់ខ្យងដែរទីបំផុតទន្សាយក៏ស្គាល់ថាចាញ់ប្រាជ្ញារបស់ខ្យងហើយចាប់តាំងពីពេលនោះមកទន្សាយក៏លែងហ៊ានផឹកទឹកត្រពាំងរហូត